ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកចង់ផ្កាប្រាក់បងប្អូនយកទៅវត្តបងប្អូនអើយហ្នឹងហើយវត្តឲ្យឆ្ងាយផ្ទះខ្ញុំណាបងប្អូនហ្នឹងហើយប្រហែល10 គីឡូជាងបងប្អូនហ្នឹងមកពីផ្ទះខ្ញុំទៅហ្នឹងបងប្អូននេះបងប្អូនចង់បានពេលនេះឯងបងប្អូនអត់តន់ហើយទេបងប្អូនចង់បានខាងក្រោមនិងខាងលើទៀតណាបងប្អូនណាហ្នឹងហើយបងប្អូនអើយហ្នឹងហើយចិត្តចូលឆ្នាំហើយបានផ្កាមួយដើមដែរបងប្អូនហ្នឹងហើយមិនថាមានលុយឬអត់លុយទេបងប្អូនហ្នឹងហើយសប្បាយរីករាយនឹងធ្វើបុណ្យហ្នឹងបងប្អូនហ្នឹងហើយធ្វើបុណ្យដោយទឹកមុខញញឹមហ្នឹងបងប្អូនអើយហ្នឹងហើយលុយតិចក៏បានបុណ្យលុយច្រើនក៏បានបុណ្យហ្នឹងបងប្អូនឲ្យតែយើងថាមានចិត្តជ្រះថ្លាណាបងប្អូនណាហ្នឹងហើយមិនថាមានលុយឬអត់លុយទេណាបងប្អូនមានតិចតួចក៏ធ្វើបុណ្យបានណាបងប្អូនមិនគិតថាអូចាំមានលុយច្រើនចាំធ្វើគឺយ៉ាប់ហើយបងប្អូនអើយហ្នឹងហើយចាំដល់មានលុយច្រើនគឺងាយបានធ្វើចង់លុយចង់លុយនោះចាស់អ្នកលុយណាបងប្អូនហ្នឹងហើយមានលុយតិចក៏ធ្វើមានលុយច្រើនក៏ធ្វើអញ្ចឹងទៅបងប្អូនហ្នឹងហើយនេះខ្ញុំទៅដល់វត្តហើយណាបងប្អូនខ្ញុំបានថតទីធ្លានៅវត្តឲ្យមើលទៅណាបងប្អូនណាហ្នឹងហើយទៅរៀងថ្ងៃដែរហើយបងប្អូនហើយកដៅផងអញ្ចឹងទៅណាបងប្អូនខ្ញុំជិះម៉ូតូទៅ3ម៉ូតូហ្នឹងបងប្អូនហ្នឹងហើយក៏គុណតាមផ្លូវស្អាតមែនតើបងប្អូនអើយទេសភាពក៏ស្អាតណាស់បងប្អូនអត់មានឡានជិះទេបងប្អូនជិះម៉ូតូប៉ុន្តែសុបាយណាស់បងប្អូននេះនៅលើវិហារបងប្អូនវិហារអត់តមានជាងមិនអីទៅបងប្អូនអើយគាត់នៅជនបទហ្នឹងបងប្អូនគាត់នៅជនបទបងប្អូនហ្នឹងហើយប៉ុន្តែចាស់មកធ្វើបុណ្យច្រើនហ្នឹងបងប្អូនអត់សូវមានក្មេងៗទេហ្នឹងហើយសិតតែចាស់បងប្អូនអើយហ្នឹងហើយប៉ុន្តែទៅគាត់ទទួលរាក់តាក់ហ្នឹងបងប្អូនទទួលរាក់តាក់មែនតើបងប្អូនអើយហ្នឹងហើយមាននំបញ្ចុកមានអីចឹងទៅហ្នឹងបងប្អូនមានអំបោមានអីចឹងទៅហ្នឹងហើយគាត់សប្បាយរីករាយណាស់ឃើញយើងទៅហ្នឹងបងប្អូនគាត់ត្រេកអរហ្នឹងហើយបានយើងទៅជួបជុំគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយមើលនេះអត់សូវមានមនុស្សទេបងប្អូនហ្នឹងហើយក្មេងៗទៅប្រហែលអ្នកនឹងកូនចៅខ្ញុំទៅប្រហែលអ្នកបងប្អូនហ្នឹងហើយក្រៅពីនេះសិតចាស់បងប្អូនគាត់ចាស់មែនបងប្អូនប៉ុន្តែគាត់រីករាយនឹងសប្បាយចិត្តនឹងធ្វើបុណ្យហ្នឹងបងប្អូនជាលបងធម៌របស់ខ្ញុំហ្នឹងបងប្អូនគាត់ចិត្តបានណាបងប្អូនអើយជួយអ្នកខ្វះខាតណាបងប្អូនហើយកសាងច្រើនវត្តអារាមមែនតើបងប្អូនខ្ញុំសូវចេះនិយាយទេបងប្អូនអើយសំខាន់តែបិទោះហ្នឹងបងប្អូននេះស្រុកនំបញ្ចុកហើយបងប្អូនអ្នកម្នាក់មួយចានឆ្អែតបងប្អូនអើយហ្នឹងហើយមកដល់ក្រោយគេហ្នឹងបងប្អូនគេហែបការតាំងពីម្សិលមិញបងប្អូនអើយហ្នឹងហើយមកក្រោយហ្នឹងហើយមកដល់ថ្ងៃហ្នឹងប្រគេនលោករួចរាល់បងប្អូនអត់បានហែទេថ្ងៃនេះបងប្អូនអើយហ្នឹងហើយនេះចាប់ផ្ដើមហូបនំបញ្ចុកហើយបងប្អូននំបញ្ចុកគាត់ឆ្ងាញ់បងប្អូនអើយហ្នឹងហើយស្វិតល្អទៀតបងប្អូនសម្លខ្មែរមានទាំងបុកអំបិលបុកអីចឹងទៅហ្នឹងបងប្អូនណាហ្នឹងហើយខ្ញុំបាទសូមអរគុណច្រើនមានកន្លែងណាខ្ញុំបញ្ចូលសលេងទៅមិនក៏បីខុសឆ្គងសូមកាន់តែបេទោះនឹងបងប្អូនអរគុណច្រើនសូមជម្រាបលា